នេះគឺជាដំណើរកំសាន្តលើកទី1បំផុតសម្រាប់កូនខ្ញុំគិតថាយើងដើរកំសាន្តផងយើងដើរទៅបុណ្យទានផងព្រោះអីគឺខ្ញុំទៅមុនចូលឆ្នាំខ្មែរដោយសារចូលឆ្នាំខ្មែរមនុស្សច្រើនពេកអញ្ចឹងមនុស្សច្រើនហើយគឺខ្ញុំខ្លាចកូនខ្ញុំត្រូវផ្សែងធូបបងប្អូនព្រោះដោយសារគាត់ធ្លាប់អាលេសួតម្ដងអញ្ចឹងទៅខ្ញុំមិនចង់ឲ្យគាត់ត្រូវផ្សែងត្រូវអីទេខ្លាចគាត់ឆ្លក់ឬមួយក៏មនុស្សច្រើនពេកទៅធ្វើឲ្យគាត់ឆ្លងជំងឺអីផ្សេងអញ្ចឹងយើងក៏សម្រាប់ចិត្តទៅមុនអញ្ចឹងណាហើយចំពោះចាត់ដែលខ្ញុំទៅនេះគឺត្រូវជាយាយទួតរបស់កូនខ្ញុំហើយក៏ជាលើកដំបូងបំផុតដែលខ្ញុំបាននាំគាត់ទៅជួយយាយទួតរបស់គាត់ណាតែគាត់ចេញដើរដូចអត់សូវសុបាយទេមិនសូវរីកទេបងប្អូនពេលខ្លះគេងតែគេងបានតែបន្តិចទេដោយសារខ្ញុំអត់ដឹងថាដោយសារមកពីលេខក្តៅពេកឬក៏មិនចឹងបានធ្វើឲ្យគាត់មកកញ្ញើអញ្ចឹងណាប៉ុន្តែនិយាយថា2នាក់ឲ្យកូនគេនឹងអោបគ្នាឡើងស្អិតល្មួតហ្មងខ្ញុំមិនដែលខ្លាចជាអ្នកដតីទេ